mà dạ nắng á khơi kia tờ lênสมุดกรุบគ្នាมองហើយនិយមនេះឲ្យតែនឹកឃើញសមុទ្រគឺនឹកឃើញបកងនឹកឃើញបកាមុនគេហ្មងអត់គិតអីឆនេះទៅផ្សារទិញបកងកន្លះគីឡូមកធ្វើញ៉ាំប្រហើយហើយមុខម្ហូបខ្ញុំថ្ងៃនេះគឺលីងបង្កងខ្ទឹមសនៅក្នុងនោះគឺខ្ញុំបានថែមផ្សិតបន្តិចដែរហើយចំពោះរបៀបនៃការធ្វើគឺខ្ញុំដាក់ខ្ទះឲ្យក្តៅហើយដាក់ខ្លាញ់ចូលដាក់ខ្ទឹមសនិងម្ទេសចិញ្ច្រាំចូលចំពោះម្ទេសបើសិនជាអ្នកទាំងអស់គ្នាអត់សូវចូលចិត្តហឹរបាច់ចាំដាក់ច្រើនពេកក៏បានដែរយើងអត់ចាំបាច់លីងវាតតែក្រហមហ្មងទេដាក់ស្ករសចូលទៅបន្តិចហើយកុំភ្លេចដាក់ប្រេងខ្យងផងកូរល្បាយទាំងអស់ហ្នឹងឲ្យសព្វចូលគ្នាបានល្អសិនគ្រឿងរបស់យើងចូលគ្នាបានល្អហើយយើងក៏បន្ថែមជាមួយនឹងបង្កងយើងចូលមកហើយចំពោះបង្កងទាំងអស់ហ្នឹងគឺខ្ញុំអត់បានកាត់អីញ៉ៃញ៉ៃច្រើនទេខ្ញុំកាត់តែពុកមាត់ចេញទេអ្នកទាំងអស់គ្នាកូរគ្រឿងនិងបង្កងឲ្យសព្វចូលគ្នាបានល្អដើម្បីឲ្យគ្រឿងរបស់យើងហ្នឹងវាសព្វសាច់ជាមួយនឹងបង្កងដាក់បន្ថែមជាមួយនឹងទឹកត្រីចូលបន្តិចមកហើយនេះខ្ញុំបានបន្ថែមជាមួយនឹងប៊ីចេងបន្តិចដែររួចហើយចាប់ផ្ដើមកូរវាម្ដងទៀតដាក់បន្ថែមទឹកចូលដើម្បីរំងាស់សាច់បង្កងរបស់យើងឲ្យកាន់តែមានរសជាតិឆ្ងាញ់ខ្ញុំគ្របទុកវាចោលប្រហែលជា5នាទីអត់ទាន់ឆ្អិនស្រួលបួផងតំណងប៉ុណ្្នឹងហើយឥឡូវហ្នឹងខ្ញុំបានបន្ថែមផ្សិតចូលខ្ញុំរំងាស់វាទុកចោលប្រហែលជា5នាទីទៀតឥឡូវហ្នឹងបង្កងរបស់យើងគឺបានឆ្អិនហើយតំណងខ្លាំងមែនតើហើយរោយស្លឹកខ្ទឹមពីលើអញ្ចឹងទៀតទៅគឺកាន់តែទំនងហ្មងនេះគឺជាវិធីធ្វើរបស់ខ្ញុំផ្ទាល់តែបើសិនជាបងប្អូនទាំងអស់គ្នាមានវិធីធ្វើផ្សេងអាចខមមិនប្រាប់ខ្ញុំបានណាកុំភ្លេចជួយ follow page របស់ខ្ញុំមួយផងអរគុណ